បើសិនជាគ្នាយើងណាចង់មើលរឿងនឹងភាពបន្តទៀតគ្នាយើងអាចបង់លុយចូលមើលក្នុងក្រុម Telegram មានបានចំពោះម្នាក់ចំណាយត្រឹមតែ$1កន្លះប៉ុណ្ណោះក៏អាចមើលបានជារៀងរហូតហើយបើក្នុង YouTube admin ប្រហែលជាអាចចេញតទៀតទេប្រហែលជាគ្នាយើងមួយចំនួនបានដឹងហើយរឿងនឹង admin ទៅផុសឡើងវិញប៉ុណ្ណោះចំពោះភាគចាស់ត្រូវបាន YouTube គេបិទអស់ហើយក៏អត់ដឹងមូលហេតុអីដែរហើយ admin ក៏អត់ហ៊ានផុសវិញច្រើនដែរផុសតែពីវីដេអូសារភាគហើយនឹងភាគថ្មីនឹងមួយភាគប៉ុណ្ណោះដើម្បីជូនដំណឹងដល់គ្នាយើងអញ្ចឹងទៅជាក់ស្ដែងក្រុម VIP admin ក៏មិនមែនតែមួយនឹងទេគឺមាន2ហើយមួយក្រុមបង់1រៀលកន្លះដូចគ្នាអាចមើលបានទាំងពីរដែលមិនដាក់នាមក្រុម VIP នឹងបែងចែកជា2 VIP 1និង VIP 2ចំពោះក្រុម VIP 1ផុសរឿងម្ចាស់ប៉មបង្ក្រាបបិសាចក្នុងពិភព Zombie ជាមួយនឹងរឿងអ្នកប្រយុទ្ធឈុតច្បាំងបិសាចហើយចំណែកឯក្រុម VIP 2ផុសរឿងយ៉ាងនឹងឯងហើយបើសិនជាគ្នាយើងណាចង់មើលមួយណាមួយណីក៏អាចប្រាប់មានបានដែរមិននឹងរៀបចំឲ្យតាមនឹងហើយបើសិនជាចង់មើលទាំងពីរក៏អាចជាស្របទឹកប្រាក់$3មានតម្លាក់ link ឲ្យចូលទាំងពីរតែម្ដងចំពោះ link Telegram មាននឹងដាក់នៅក្នុង comment ប៉ុន្តែភីនអត់កើតទេបើសិនជាមានគ្នាយើង comment ច្រើនអាចនៅ comment មាននៅខំអញ្ចឹងគ្នាយើងអាចអូសមើលតិចទៅ link Telegram របស់មានផ្ទាល់ហ្នឹងហើយនឹងគេរៀបរាប់តែប៉ុណ្ណឹងទៅចូលទៅកាន់ខ្សែរឿងយើងសួស្ដីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី61 62នៅរឿងអ្នកកំចាត់បិសាចក្នុងកុកកងឹតនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលយ៉ាងគាត់បានចូលទៅក្នុងកុកកងឹតដើម្បីបំពេញការផ្ទៃការងារលើកទី2ស្រាប់តែពេលនឹងបានប្រទះជាមួយនឹងបិសាចពេញពីងមួយដូច្នេះគាត់បានប្រើប្រាស់ជំនាញនៃការវាយប្រហារព្រលឹងបូករួមជាមួយនឹងស្រមោលបំផ្ទុះក៏អាចសម្លាប់វាបានយ៉ាងងាយដំបូងឡើយឆ្ងល់មែនតើហេតុអ្វីបានជាពេញពីងនេះខ្សោយម្លេះប៉ុន្តែក៏មិនគិតច្រើនដែរបញ្ចេញនៅសាទវេទមន្តគាត់ចេញមកឲ្យទៅបន្តសម្លាប់ទៅលើពេញពីងទាំងអស់នេះពីមួយទៅមួយឥតលហើយនោះទេគាត់ថាទៅបានគិតទៀតផងមើលទៅភាគលំបាកផ្កាយ12មិនមែនបិសាចខ្លាំងនោះទេប៉ុន្តែប្រែថាវាគឺជាផ្លូវវង្វេងបើសិនជាគាត់ដើរខុសនឹងមិនអាចចាក់ចេញពីទីនេះបានឡើយគិតថាវាពិតជាចម្លែកមែនតើគាត់បានសួរទៅកាន់ជូឡុងតើយើងគួរដើរទៅតាមផ្លូវណាជូឡុងក៏បានសម្លឹងទៅមើលច្រកមួយដូច្នេះយ៉ាងគាត់បានយកស្រោមទៅតាមការសម្រេចចិត្តរបស់ជូឡុងដោយបែបបន្តិចក៏បានលើកសរសម្លេងថាឆាប់ឡើងឆាប់តបតជាមួយនឹងវាយ៉ាងបានលើកអញ្ចឹងឆ្ងល់ថាតែមាននរណាគេម្នាក់បាននៅទីនេះនៅពេលដែលគាត់ស្ថិតនៅក្នុងការផ្ទៃការងារមើលទៅក៏បានឃើញជាមួយនឹងមនុស្សមួយក្រុមបានហុំព័ទ្ធច្រវាក់ទៅលើបិសាចពេញពីងខ្លួនមនុស្សមួយបិសាចពេញពីងទៀតសោតគេមាន level 80ក៏ជាបិសាចកម្រិតអធិរាជចឹងកន្លែងឆ្ងល់ដែរហេតុអ្វីបានជាភាពលំបាករហូតទៅដល់ផ្កាយ12ស្រាប់តែពេលនឹងគាត់បានជន់អ្វីមួយយ៉ាងដូច្នេះគេក៏បានចាប់អារម្មណ៍ហើយម្នាក់នេះក៏បានសួរថាជានរណាបានថាមកពលទៅទៀតយ៉ាងគាត់បានកិច្ចទៅមកខាងម្នាក់នេះក៏បានសួរថានរណាគេពួននៅទីនោះម្នាក់ពាក់មួកក៏មានឈ្មោះថាម៉ៅយីងចំណែកម្នាក់ដែលបានចងបូក្រហមមានឈ្មោះថាមូរ៉ាកាមីក៏ជាមនុស្សមកពីប្រទេសសាកូរ៉ាយ៉ាងគាត់មិនតបទេហើយនឹងបានដឹងថាពួកគេសុទ្ធតែជាម្ចាស់សាទ level 60មើលទៅនេះជាបញ្ហាមួយទៀតម៉ៅឈីងក៏បានបញ្ជាគេចាត់ការសម្លាប់គេចោលទៅអ្នកទាំងអស់គ្នានឹងក៏បានបញ្ចេញនូវសារវេទមន្តពួកគេទាំងអស់ចេញមកហើយក៏បន្តថាខ្ញុំមិនមែនតែឯងនោះក៏ដោយសារតែសំណាងរបស់ឯងអាក្រក់ពេកយ៉ាងចង់ដឹងផងដែរថាអ្នកទាំងអស់គ្នាអាចសម្លាប់គេបានដោយរបៀបណាទៅបញ្ចេញសារវេទមន្តគាត់ទាំងអស់បាញ់ធម្មពលតបតជាមួយនឹងពួកអស់ហ្នឹងម៉ៅឈីងបានឃើញចឹងក៏ភ្ញាក់ផ្អើលណាស់ដែរដោយសារតែនេះសុទ្ធតែជាបិសាចកម្រិត 3S បូករួមជាមួយនឹងយីងឡុងផងដែរយ៉ាងបានឃើញចឹងក៏បានឆ្ងល់គុណលក្ខណៈរបស់ជីងឡុងត្រូវបានលេខអីទៅប៉ុន្តែហេតុអ្វីបានជាបកគលនោះនៅទៅដឹងស្របពេលដែលម្ចាស់សារ level 60ទាំងអស់នៅបើកការវាយប្រហារយ៉ាងដំណំទៅលើគាត់ឃើញថាសារវេទមន្តរបស់យ៉ាងហាក់បីដូចជាមិនអាចតបតជាប់បានយូរទេម៉ៅឈីងក៏បានប្រាប់ថាឥឡូវដល់ជប់តស៊ូអត់ប្រយោជន៍ទៀតទៅហើយមិនមែនជាគូប្រជែងពួកយើងឡើយឆាប់ប្រកបនិមិត្តសញ្ញាសាស្ត្រដ៏អស្ចារ្យរបស់ឯងទាំងអស់ឲ្យខ្ញុំមកខ្ញុំប្រហែលជាអាចទុកជីវិតឲ្យបានយើកាន់តែឆ្ងល់ទៀតដែរហេតុអ្វីបានជាគេអាចដឹងអំពីឋានៈសាររបស់គាត់ទៀតថាតែបានកើតថាពីមុនមកគ្រាន់តែបានដឹងថានិមិត្តសញ្ញាសាស្ត្រមានទំនាក់ទំនងជាមួយនឹងរាងកាយម្ចាស់សាស្ត្រប៉ុណ្ណោះគាត់ក៏មិននឹកស្មានដល់ថានិមិត្តសញ្ញាសាស្ត្រអាចដកហូតបានទៀតដោយហេតុថាយ៉ាងមិនតបក៏បានធ្វើឲ្យម៉ៅឈីងក៏ពិតជាមានការខឹងយ៉ាងខ្លាំងឯងកំពុងតែលេងសើចជាមួយនឹងការអត់ធ្មត់របស់ខ្ញុំមិនឆាប់ប្រកល់វាលឿនមកគាត់ក៏បានតបវិញថាបើសិនជាចង់បាននិមិត្តសញ្ញាសាស្ត្រខ្ញុំលុះត្រាណាតែខ្ញុំស្លាប់សិនអញ្ចឹងម៉ៅឈីងគេនឹងបំពេញតាមបំណងទៅចោះបញ្ចេញនៅសារវេទមន្តគេមានទាំងគោខ្លាំងកែបអីនឹងចេញមកយើងមិនខ្វល់ទេប្រើប្រាស់ចំណេញនៃការវាយប្រហារព្រលឹងថែមទាំងឲ្យសារវេទមន្តគាត់បង្ហើយឃើញថាពួកអស់ហ្នឹងក៏បានខ្ចប់ម៉ៅឈីងបានឃើញចឹងហើយក៏បានថាខ្ញុំមើលងាយឯងពេកទេបញ្ចេញសារវេទមន្តគេចេញមកលើនេះហាក់បីដូចជារៀងខ្លាំងជាងមុនតៅមួយអន្ត្រីមួយបំរុងបើការវាយប្រហារក៏ស្រាតែពេលហ្នឹងមានធម្មពលភ្លើងបានដុតកំទេចទៅលើសាទទាំងពីរហ្នឹងមនុស្សស្រីម្នាក់មកជាមួយនឹងឈីលីងបានសួរទៅកាន់យ៉ាងតើឯងមិនអីទេមែនគាត់ក៏បានអរគុណហើយតបថាខ្ញុំមិនអីទេម៉ៅឈីងបានឃើញសិនទូហើយមួម៉ៅមែនតើសិនទូទៀតហើយមិនលើកមិនសម្លាប់បងប្រុសខ្ញុំមិនអស់ចិត្តថ្ងៃនេះខ្ញុំនឹងសងសឹកចេះម្ដងបញ្ចេញនៅសារវេទមន្តគេជិះមកមួយទៀតមើលទៅដូចជាវ៉ែនណាំយ៉ាងបានឃើញចឹងភ្ញាក់ផ្អើលណាស់ដែរដោយសារតែវាគឺសាទកំពូលដែលចោះចំណាត់ថ្នាក់លេខ1នៅលោកខាងលិចសិនទូស្រីក៏បាននិយាយទៀតផងថាសម្រាប់បងប្រុសរបស់ឯងមែនទេខ្ញុំដូចជាមិនចាំនោះទេវ៉ែនណាំនឹងក៏បានហក់ដើម្បីចចាត់ការសិនទូយ៉ាងបានឃើញចឹងពិតជាមានការបារម្ភផងដែរប៉ុន្តែឈឺលឿនក៏បានបាញ់ធម្មពលភ្លើងដុតកំទេចទៅលើសាទនឹងថែមទាំងបានហូរទៅត្រូវជាមួយនឹងកូនចៅ
គេទៀតសំបីតែចង្វាក់ដែលបានហុំពណ៌ទៅលើបិសាចពេញពេញខ្លួនមនុស្សក៏បានដោះលែងនាងបិសាចពេញពេញក៏ពិតជាមានកំហឹងមែនតែដូច្នេះនាងនឹងសងសឹកទៅលើអ្នកដែលបានធ្វើបាបនាងឲ្យបាញ់មិញហក់ទៅខំជាមួយនឹងម៉ៅឈីងថែមទាំងបានសម្លាប់ទៅលើវ៉ែនណាំទៀតផងចឹងគេគឺជាម្ចាស់សត្វក៏បានក្អួតឈាមបានហើយកូនចៅនៅពេលនេះមិនអាចនៅទៀតទេហើយពួកគេក៏បាន teleport ចេញពីទីនឹងបាត់ទៅបន្ទាប់មកយ៉ាងក៏បានអរគុណទៅលើសិនទូស្រីដែលបានជួយសង្គ្រោះនាងក៏បានដោះរបាំងមកចេញហើយក៏បាននិយាយថាគឺជាខ្ញុំយ៉ាងបានឃើញនៅមុខមាត់បែបនេះហើយពិតជាសប្បាយចិត្តមែនតែនឹងបានដឹងថាគឺជាបងស្រីនាងក៏បានខានឃើញប្អូនប្រុសយកមកហើយអ្នកទាំងពីរក៏បានអោបគ្នាទាំងក្តីរំភើបយ៉ាងនិយាយទាំងអួលដើមកថាខានជួបបងស្រីយកមកហើយខ្ញុំតែតែកើតថាបងស្រីជួបអបតិវៈហេតុហើយនឹងមានគ្រោះថ្នាក់អ្វីបានកើតឡើងនាងក៏បានតបវិញគឺជាកំហុសបងស្រីបន្ទាប់ពីបានទៅសិនទូការបដោះបដាអរិយក៏បានចាប់ផ្ដើមឡើងឋានទាំងម្នាក់តាក់ទងទៅពិភពខាងក្រៅបន្ទាប់ពីបញ្ចប់នៅវគ្គបណ្ដោះបដាអរិយបងស្រីក៏បញ្ញាមរកឯងភ្លាមយ៉ាងក៏បានប្រាប់ទៅកាន់បងស្រីថាខ្ញុំចង់ទៅសិនទូដែរយ៉ាងពេញក៏បានតថាឲ្យមិនអាចទៅចូលរួមជាមួយនឹងសិនទូបានឡើយគាត់ក៏បានសួរថាតើហេតុអ្វីយ៉ាងពេញក៏បានឆ្លើយថាព្រោះអីថាប្រទេសនេះត្រូវការឯងជាងបានលើបងស្រីនិយាយអញ្ចឹងគាត់ក៏ចាប់អារម្មណ៍ដឹងថាបងស្រីនិយាយហាក់បីដូចជាមានប្រតិកម្មមើលទៅដូចជាមិនសាមញ្ញទេតែមានអ្វីលាក់កំបាំងនៅពីក្រៅរឿងនេះមែនទេក៏គ្មានពេលដើម្បីនឹងនិយាយគ្នាច្រើនទេដោយសារតែពេលនេះបិសាចពេញពេញខ្លួនមនុស្សក៏បានរករឿងហើយដូច្នេះយ៉ាងពេញក៏បានបញ្ចេញសារវេទមន្តនាងទាំងអស់ចេញមកបាញ់ធម្មពលដើម្បីនឹងឃុំឃាំងទៅលើបិសាចពេញពេញទៀតហានទាំងបានប្រាប់ទៅកាន់យ៉ាងថានឹងប្រាប់រឿងនេះនៅតាមក្រោយទៀតអ្វីដែលសំខាន់ពេលនេះយ៉ាងទៅរួមបញ្ចូលជាមួយនឹងបលឹងសัตว์នេះបានលើអញ្ចឹងគាត់បានឆ្ងល់ហើយបានសួរទៅកាន់បងស្រីថាបលឹងសัตว์គឺជាអ្វីយ៉ាងពេញក៏បានតបថាបលឹងសัตว์គឺជាគ្រឹះនៃសាររបស់ឯងមានតែតាមរយៈការទទួលបានបលឹងសัตว์តែមានអតិពលប៉ុណ្ណោះតែអនាគតយើងអាចរួមផ្សំជាមួយនឹងសัตว์ដ៏កម្រលំបាំកំពូលចំណែកឯកម្រិត80នៃរាជនីពេញពាងនេះគឺជាសត្វចម្លែកដ៏ចោលខ្សែរាជវង្សដ៏កម្រថែមទាំងប្រភេទគ្រោះមហន្តរាយទៀតផងបើសិនចាយរួមបញ្ចូលជាមួយនឹងបលឹងវាជាមួយនឹងឯងនៅថ្ងៃអនាគតពេលដែលឯងឡើងទៅដល់ level 80ដូចជាមួយនឹងបលឹងសัตว์នឹងដែរនឹងមានការផ្លាស់ប្ដូរលើកទី3នៃកម្លាំងនឹងប្រសើរឡើងយ៉ាងលឿនដូចជាការលោតផ្លោះអញ្ចឹងដែរបន្ទាប់ពីស្នាប់ចាប់យ៉ាងក៏បានយល់ហើយបានកើតថាមើលទៅមនុស្សមួយក្រុមបាញ់មិញនេះមកទីនេះដើម្បីនឹងបលឹងសัตว์នេះអញ្ចឹងក៏បានសួរទៅកាន់បងស្រីតើខ្ញុំគួរធ្វើអ្វីនាងក៏បានឲ្យយ៉ាងដាក់វិញ្ញាណរបស់ឯងចូលក្នុងចង្អោរមួយនេះទៅត្រូវតែមានការស្ងប់ចិត្តដើម្បីទទួលយកនៅវិញ្ញាណសัตว์អ្វីពិសេសត្រូវតែព្យាយាមទំនាក់ទំនងជាមួយនឹងវាបន្ទាប់មកយ៉ាងក៏បានធ្វើតាមអ្វីដែលនាងបាននិយាយប៉ុន្តែហាក់បីដូចជាបានជោគជ័យយ៉ាងពេញក៏ដូចជាមានការងឿងឆ្ងល់ហើយបានសួរទៅកាន់យ៉ាងតើបានធ្វើអ្វីចំពោះបលឹងសัตว์នេះគាត់ក៏បានតបថាបានធ្វើអីទេបាននិយាយតាមត្រង់កម្រិតរបស់ឯងចង់រួមបញ្ចូលជាមួយនឹងបលឹងសัตว์ពិតជាលំបាកហើយនឹងមានគ្រោះថ្នាក់ណាស់អាចនឹងទទួលរងពីការវិបកនៃបលឹងសัตว์បានគ្រប់ពេលប៉ុន្តែមិនបាជារាជនីពេញពេញ level 80នេះមើលទៅហាក់បីដូចជារៀងខ្លាចឯងអញ្ចឹងគាត់ក៏បានតបថាមើលទៅប្រហែលជាខ្ញុំអស់ចានាងក៏បានតបថាដឹងហើយឯងពិតជាអស់ចាមែនទែនហើយមិននឹងអត់បានជោគជ័យទេនាងក៏បានឲ្យយ៉ាងធ្វើបន្តទៀតទៅក៏មានពលឺពណ៌មេចាញ់ចាំងចូលទៅក្នុងថ្ងៃរបស់យ៉ាងដោយបែបនេះក៏បានធ្វើឲ្យយ៉ាងពេញចាំងភ្នែកហើយគិតទៅដល់ពេលដែលនាងរួមបញ្ចូលជាមួយនឹងបលឹងសัตว์លើកដំបូងក៏មិនអស់ចារថ្នាក់នឹងពេកទេឆ្ងល់មែនទែនតែកម្លាំងផ្លូវចិត្តរបស់ប្អូនប្រុសនាងខ្លាំងប៉ុណ្ណាទៅរាជនីពេញពេញទីបំផុតក៏បានរួមបញ្ចូលជាមួយនឹងយ៉ាងពេញបានឃើញចឹងក៏បានដឹងថាជោគជ័យរីឯយ៉ាងក៏បានស្រែកយ៉ាងខ្លាំងពោពេញទៅដោយធម៌ពលចាំងជះពេញនឹងធ្វើឲ្យយ៉ាងពេញឡើងប៉ើងតែម្ដងយ៉ាងក៏បានសួរទៅកាន់បងស្រីតែមិនកើតអីទេមែនទេសភៅមួយបានហោះនៅខាងមុខយ៉ាងពេញក៏បាននិយាយថាគឺជាសញ្ញានៃសត្វព្រលឹងរបស់រាជនីពេញពេញក៏បានចូលទៅក្នុងសភៅនោះប្រព័ន្ធក៏បានលោតប្រាប់ទៅកាន់គាត់ថានៅពេលនេះគាត់បានបញ្ចប់នៅការសាកល្បងទេវកថាលើកទី2ដែលគឺជាការផ្ទេរការងារលើកទី2នឹងសូមអបអរសាទរទៅកាន់ម្ចាស់សត្វយ៉ាងទទួលបាននៅទេពកោសល្យបន្ថែមដល់កម្រិត5បានលើអញ្ចឹងគាត់ក៏បានលន់មកថាមានតែការប្រសើរឡើងទេមែនយ៉ាងពេញក៏បានសន្និដ្ឋានថាប្រហែលជានិមិត្តសញ្ញាសត្វរបស់ឯងពិតជាមានអ្វីពិសេសមិនអាចរួមបញ្ចូលជាមួយនឹងបលឹងសត្វដូច្នេះវាក៏ត្រូវបានបំផ្លាញទៅជាធម្មពលអញ្ចឹងក៏មានន័យថាខ្ញុំនៅពេលនេះមិនទាន់មានបលឹងសត្វនៅឡើយនោះទេយ៉ាងពេញក៏បានប្រាប់កុំឲ្យបារម្ភអីខ្ញុំនឹងជួយឯងស្វែងរកបលឹងសត្វឲ្យបានត្រឹមត្រូវយ៉ាងក៏បានអរគុណហើយនឹងហៅបងស្រីពេលនេះពួកយើងគួរណាស់តែចាក់ចេញពីទីនេះសិនទៅចេញទៅដល់ខាងក្រៅហើយក៏បានជួបជាមួយនឹងម៉ៅឈីងទៀតអបៈនឹងក៏បានសើចហើយបានថាទីបំផុតពួកឯងចេញមកឯងយ៉ាងក៏បានតទៅវិញទៅថារត់ហើយនឹងចង់មកងាប់ទៀតគេក៏បានឲ្យអ្នកទាំងពីរបើកភ្នែកមើលទៅនេះជាកំពូលម្ចាស់សត្វកម្រិត80ក៏ចំណាយពេលត្រឹមតែ2-3នាទីប៉ុណ្ណោះក៏អាចសម្លាប់អ្នកទាំងពីរបានដែរយ៉ាងពេញក៏បានសួរថាតើឯងចង់ធ្វើជាសត្រូវរបស់ខ្ញុំមែនម៉ៅឈីងគេបានតទៅវិញចុះបើអញ្ចឹងមែនវាយ៉ាងម៉េចទៅនេះគឺជាវិមាត្រខុសគ្នាមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សិនទូនោះទេម្យ៉ាងវិញទៀតនាងហ៊ានធ្វើបាបមនុស្សរបស់ខ្ញុំដូច្នេះទោះបីជានាងជាសិនទូយ៉ាងណាក៏ដោយក៏ខ្ញុំមិនស្ទាក់ស្ទើរដើម្បីនឹងសម្លាប់ឡើយអញ្ចឹងយ៉ាងគាត់ក៏បានចេញមកការពារតែចាស់ level 80នេះក៏បាននិយាយថាក្មេងកម្រិត50ពិតជាមិនដឹងថាម៉េចខ្ពស់ដីក្រាស់ប៉ុណ្ណានោះទេអញ្ចឹងខ្ញុំនឹងចាត់ការឯងជាមុនចោះគេបានបញ្ចេញនៅសារវេទមន្តគេចេញមកសម្រុកចូលទៅយ៉ាងគាត់បានប្រើប្រាស់ចំណេញនៃការវេបហារបលឹងគឺអាចទម្លាយនៃការការពារ
ពេលរបស់វាបានយ៉ាងពេញបានឃើញចឹងកាន់តែភ្ញាក់ផ្អើលម្ចាស់សាស្ត្រល្បី80នឹងក៏បានបញ្ចេញនៅសារវេទមន្តគេចេញមកមួយទៀតស្រាប់តែពេលនឹងមានលំពែងមួយចាក់ទម្លុះក៏เลยទៅមើលខាងលើយើងក៏បានឃើញជាមួយនឹងសិនទូស្រីប្រុស2នាក់មកទៀតដូចយើងដឹងចឹងថាសិនទូដែលពាក់អាវពណ៌ក្រហមនោះគឺជាម្ដាយរបស់យ៉ាងក៏ថែមទាំងបាននិយាយទៀតផងថាបាញ់មិនចំបានលឺថានរណាគេចង់សម្លាប់រង្គាលសិនទូអាពីរអ្នកនឹងបានលឺអញ្ចឹងហើយនឹងមើលទៅភ័យមែនទែនហើយពេលនេះទោះបីជាសិនទូប្រុសនេះខំប្រឹងហាមឃាត់យ៉ាងណាក៏ដោយក៏មើលទៅគាត់មិនស្ដាប់ទេបញ្ចេញមយោរាមាសរបស់គាត់ចេញមកចេះចំហាយធម្មពលតែបន្តិចទេពួកនឹងក៏បានរលែកទៅជាផេះផងកំឡុងពេលនេះយ៉ាងក៏ហាក់បីដូចជាមានការសង្ស័យផងដែរដោយសារតែគាត់ចាប់អារម្មណ៍ដឹងថានៅពេលដែលកំឡុងនៃការវិបហាបាញ់មិញសិនទូស្រីអាចបង្កើនចំណេញគុណលក្ខណៈដូចជាគាត់អញ្ចឹងដែរអ្នកទាំងពីរក៏បានចុះមកយ៉ាងក៏បានអរគុណសិនទូប្រុសក៏បានសរសើរទៅកាន់យ៉ាងដែលហ៊ានប្រឈមមកជាមួយនឹងម្ចាស់សត្វដែលមានល្វែលខ្ពស់ជាងខ្លួន30តើឲ្យនៅចាំសំណួរដែលខ្ញុំសួរអញពីមុនមកដែរតើសុកចិត្តចូលទៅក្នុងផ្លូវទទេវភាពដែរទេលឿនអញ្ចឹងយ៉ាងក៏បាននឹកឃើញពាក្យសម្ដីរបស់បងស្រីប្រាប់ថាគាត់មិនត្រូវចូលទៅកន្លែងសិនទូឡើយហើយនឹងបានសុំទោសទៅលើសិនទូប្រុសដោយសារតែចង់ស្នាក់នៅប្រទេសនេះគាត់ក៏នៅតែនិយាយថាសិនទូគឺជាអង្គភាពដែលមានឥទ្ធិពលបំផុតនៅលើលោកក៏មានធនធានយ៉ាងសម្បូរបែបជាពិសេសជានឹងទៅទៀតឧបករណ៍សម្រាប់ហ្វឹកហាត់ទំនើបតែអញពិតជាមិនចង់ពិចារណាជាលើកទី2ទេមែនយ៉ាងក៏បានតថាបើប្រៀបធៀបជាមួយនឹងសិនទូនៅពេលនេះប្រទេសនេះត្រូវការគាត់ជាងសិនទូប្រុសក៏គោរពទៅតាមការសម្រេចចិត្តរបស់យ៉ាងចឹងសិនទូទាំងពីរក៏បានចាកចេញត្រង់គ្នាយ៉ាងប្រហែលជាឆ្ងល់នៅពេលដែលម្ដាយរបស់យ៉ាងជួបជាមួយនឹងយ៉ាងហេតុអីបានជាគាត់នឹងសួរសុខទុក្ខហើយតាំងតលេអត្តសញ្ញាណពីយ៉ាងអញ្ចឹងទៅជាក់ស្ដែងយ៉ាងក៏មិនតាន់ដឹងទេថាឈិនយ៉ាវគឺជាម្ដាយបង្កើតខ្លួនអញ្ចឹងណាប៉ុន្តែបងស្រីយ៉ាងបែរជាបង្ហាអត្តសញ្ញាណហើយនឹងមកសួរសុខទុក្ខយ៉ាងប្រហែលជាអត់មានគិតថានៅក្នុងសិនទូនឹងឋានៈរបស់ម្ដាយយ៉ាងក៏មិនធម្មតាទេទើបគាត់មិនអាចសន្ទនាជាមួយនឹងយ៉ាងដែលបើកចំហហើយណាមួយវិញទៀតសិនទូតែងតែធ្វើការងារដោយសម្ងាត់និងផ្ដាច់ទំនាក់ទំនងជាមួយនឹងមនុស្សខាងក្រៅមានក៏សំសន្និដ្ឋានតែប៉ុណ្្នឹងទេហើយក៏មិនដឹងទៅខ້ອຍត្រូវទេបាយជួបគ្នាវីដេអូក្រោយ